យើងចូលនៅ Play Store មកយើង search យក fake map មកយើងឬក៏ fake GPS បងប្អូនអញ្ចឹងយើងចុច search មកហើយបន្តពីយើងចុច search ហើយយើងចុចវាយវាមកបងប្អូនវាយថា fake map ឬក៏ fake GPS ខ្ញុំវាយ fake map បងប្អូននេះ fake map យើងចុចលើវាមកហើយសម្រាប់ខ្ញុំប្រើ fake map GPS មួយនេះបងប្អូនយើងចុចវាមកហើយយើង download ទៅបងប្អូនហើយនេះខ្ញុំ download រួចរាល់ហើយគ្រាន់តែខ្ញុំមិនតាន់បាន update អញ្ចឹងណាឥឡូវកុំឲ្យខាតពេកយើងចូលមកបន្ទាប់ពីយើង download រួចរាល់ហើយយើងចូលនៅពាក្យថា setting បងប្អូនចូលទៅពាក្យថា setting មកបាទបន្ទាប់ពីយើងចូលពាក្យថា setting យើងចុចពាក្យថាយើងអូសក្រោមយើងយកថា system setting បងប្អូនបាទបន្ទាប់ពី system setting រួចរាល់បងប្អូនអូសក្រោមនេះបងប្អូនអូសយកពាក្យនេះ developer option យើងចុចលើវាមកណាបាទបន្ទាប់ពីចុច developer option រួចរាល់បងប្អូនអូសទៅក្រោមអូសឡើងលើយើងមើលនៅខាងក្រោមយើងអូសមួយមកបាទយើងអូសវារពាអូសវាកុំអូសលឿនពេកលើកន្លែងបងប្អូនរងឃើញនៅក្រោមបងប្អូនឆ្ងាយដែរនេះបងប្អូនយកពាក្យថា set next location map បើខ្ញុំអានខុសអធិស្ឋានឲ្យបងប្អូនចុចលើវាហើយយើងយកវាមកណាហើយនេះខ្ញុំធ្វើរួចរាល់ហើយអញ្ចឹងយើងដឹងថា map របស់យើងតើយើង fake map រួចរាល់ហ្នឹងហើយតើ fake ហ្នឹង map ហ្នឹងវាស្ថិតនៅប្រទេសណាដែរអញ្ចឹងខ្ញុំទៅបើក VPN សិនអញ្ចឹងខ្ញុំបើក VPN សិនបងប្អូនបាទយើងបើក VPN មកដើម្បីយើងទៅ fake map ឥឡូវខ្ញុំដាក់នៅ United States Los Angeles ណាបាទខ្ញុំដាក់នៅហ្នឹងហើយបន្ទាប់មកខ្ញុំចូលពាក្យថា map ណា map ខ្ញុំ fake មិញហ្នឹងបាទហើយនេះកូដៅរបស់ខ្ញុំបាន set United States អញ្ចឹងយើងចុចលើនេះក៏បានយើងចុចក្រោមនេះក៏បានដែរបងប្អូនយើងចុចមកបាទនេះខ្ញុំចុចដៅរួចរាល់ហើយអញ្ចឹងយើងចង់ដឹងថា map របស់យើងនៅប្រទេសណាបងប្អូនយើងរក map យើងមកដើម្បីយើងចង់ដឹងថា map ហ្នឹងវាត្រូវដែរអត់វារត់ទៅប្រទេសហ្នឹងដែរអត់បងប្អូនណានេះខ្ញុំចុចចូលហើយអញ្ចឹងខ្ញុំ search ទៅបងប្អូនចាំបន្តិចវាកំពុងទៅដើរនេះបងប្អូន map ខ្ញុំអញ្ចឹងវានៅកម្ពុជាទៀតទេអញ្ចឹងវារត់ទៅប្រទេសក្រៅហើយរងចាំបន្តិចបងប្អូនអញ្ចឹង map យើងវានៅប្រទេសខ្មែរដែរបងប្អូនឃើញទេនៅ United States បងប្អូនឃើញទេខ្ញុំដាក់ United States អញ្ចឹង map ខ្ញុំនៅ United States ហើយអញ្ចឹងលេងនៅកម្ពុជាទៀតហើយពេញចិត្តវីដេអូខ្ញុំកុំភ្លេចជួយ like ជួយ share ម្នាក់មួយផងអរគុណច្រើនជួបគ្នាវីដេអូក្រោយ